ឥឡូវផតបនព្រះវិញ្ញាណយើងមកបាត់កាលថ្ងៃទៅថាថតសកម្មភាពបនព្រះវិញ្ញាណយើងមកផុសចូល TikTok ខ្លះភ្លេចឆឹងអញ្ចឹងឥឡូវអស់ពីបនព្រះវិញ្ញាណយើងមកហើយយើងមានបនអីគេទៀតដែលសំខាន់បនដែលសំខាន់បន្ទាប់ពីនោះគឺលើកដំកើងព្រះត្រៃឯកបនលើកដំកើងព្រះត្រៃឯកអញ្ចឹងតើអ្វីទៅជាព្រះត្រៃឯកបងព្រះត្រៃឯកជាចំណុចសំខាន់នៃជំនឿរបស់គ្រិស្តសាសនាហើយព្រះត្រៃឯកគឺជាព្រះជាម្ចាស់ប៉ុន្តែបើឲ្យបញ្យល់ឲ្យលម្អិតឬក៏ឲ្យយល់ច្បាស់ខ្លាំងហ្មងថាព្រះត្រៃឯកជាអ្វីវាពិបាកប៉ុន្តែយើងអាចចាំឲ្យស្រួលចាំថាព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទ្រង់ជាព្រះត្រៃឯកអញ្ចឹងព្រះត្រៃឯកគឺព្រះជាម្ចាស់អញ្ចឹងបើយើងនិយាយមួយទៀតឲ្យរៀងដុំលំអិតជាងនឹងតិចណាព្រះបិតាជាព្រះជាម្ចាស់ព្រះបុត្រាជាព្រះជាម្ចាស់ព្រះវិញ្ញាណបរិសុទ្ធជាព្រះជាម្ចាស់អង្គទាំង3ជាព្រះត្រៃឯកប៉ុន្តែទាំង3អង្គគឺជាអង្គតែមួយបើយើងនិយាយភាសាមួយទៀតអាចនិយាយថា3 in 1ណាប៉ុន្តែ3 in 1ហ្នឹងភាសានៅខាងក្រៅគឺរបស់3យ៉ាងនៅក្នុងតែមួយប៉ុន្តែអត់ទេព្រះអង្គទាំង3ជាអង្គតែមួយជាមួយគ្នាអត់អាចបំបែកបានហើយព្រះត្រៃឯកនេះហើយជាព្រះដែលសំខាន់ជាព្រះតែមួយដែលគេបរិស័ទគោរពតែយើងមិនមែនជឿព្រះ3អង្គទេតែយើងជឿព្រះជាម្ចាស់តែមួយគឺព្រះត្រៃឯកដោយសារតែព្រះអង្គទាំង3ជាអង្គតែមួយដូច្នេះហើយព្រះសាសនាយើងប្រើពាក្យថាបនព្រះត្រៃឯកដោយពាក្យត្រៃឯកយើងយកមកពីភាសាបាលីត្រៃគឺមកពីពាក្យថាត្រីឬក៏ត្រីមានន័យថា3ឯកមានន័យថា1អញ្ចឹងមានថា3ស្មើនឹង1គឺមានថាបនព្រះត្រៃឯកនេះគឺព្រះបិតាព្រះបុត្រាព្រះវិញ្ញាណបរិសុទ្ធជាព្រះតែមួយព្រះជាម្ចាស់អញ្ចឹងចំពោះគ្រិស្តបរិស័ទយើងអាចចងចាំបានថាព្រះបិតាជាព្រះជាម្ចាស់ព្រះបុត្រាជាព្រះជាម្ចាស់ព្រះវិញ្ញាណបរិសុទ្ធជាព្រះជាម្ចាស់ព្រះអង្គទាំង3ជាព្រះជាម្ចាស់ព្រះអង្គទាំង3ជាព្រះត្រៃឯកប៉ុន្តែព្រះបិតាមិនមែនជាព្រះបុត្រាព្រះបិតាមិនមែនជាព្រះវិញ្ញាណបរិសុទ្ធព្រះបុត្រាក៏មិនមែនជាព្រះបិតាព្រះបុត្រាក៏មិនមែនជាព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធមិនមែនជាព្រះបិតាព្រះវិញ្ញាណបរិសុទ្ធមិនមែនជាព្រះបុត្រាប៉ុន្តែព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធជាព្រះជាម្ចាស់ជាព្រះត្រៃឯកអញ្ចឹងចំពោះបងប្អូនជនបរិស័ទដែលចង់ចូលច្បាស់លម្អិតយើងអាចសិក្សាច្រើនទៀតនៅក្នុងព្រះគម្ពីរឬក៏នៅក្នុងសៀវភៅមួយចំនួនប៉ុន្តែតកតងជាមួយជំនឿរបស់យើងអាចពឹងផ្អែកទៅលើតាចំណេះដឹងរបស់យើងហើយយើងត្រូវការបទពិសោធន៍រវាងយើងជាមួយព្រះជាម្ចាស់មួយទៀតហើយឧទាហរណ៍មួយមានរឿងមួយដែលខ្ញុំចង់និយាយខ្លះៗតកតងជាមួយនឹងរឿងព្រះត្រៃឯកអញ្ចឹងលើកក្រោយចាំនិយាយរឿងណាស្ដាប់អូខេអញ្ចឹងបាយបាយ